រាប់ចាប់តាំងពីឆ្នាំ2013ដែលជាឆ្នាំដែលមានការបំបីកំណត់ត្រាការផ្ទេរកីឡាករដែលមានតម្លៃខ្លួន100លានយូរ៉ូដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់កាលនោះ Spurs បានសម្រេចចិត្តលក់ Gareth Bale មក Real Madrid ក្នុងតម្លៃខ្លួន100.8លានយូរ៉ូហើយពីរដូវកាលក្រោយមកពលគឺឆ្នាំ2026 Juventus បានលក់ Paul Pogba មកឲ្យ Man U ក្នុងតម្លៃខ្លួន105លានយូរ៉ូអ្វីដែលខ្ញុំចង់មកនិយាយថ្ងៃនេះតើអាចទេចប់ FIFA World Cup 2026នឹងមានការដោះដូរកីឡាករដែលមានតម្លៃខ្លួនលើសពី100លានយូរ៉ូដល់ទៅ5នាក់ក្នុងមួយរដូវកាលដែលកំណត់ត្រានេះវាត្រូវបានបំបែកម្ដងហើយពលគឺនៅរដូវកាល2023-2024ដែលមានកីឡាករចំនួន4នាក់ត្រូវបានផ្ទេរក្នុងតម្លៃខ្លួន100លានយូរ៉ូឡើងទៅដែលកាលនោះ Declan Rice បានផ្ទេរពីក្លឹប West Ham ទៅកាន់ Arsenal ក្នុងតម្លៃខ្លួន116.5លាนអឺរ៉ូ Moises Caicedo ផ្ទេរពី Brighton ទៅ Chelsea ក្នុងតម្លៃខ្លួន116.3លានយូរ៉ូ Jude Bellingham ផ្ទេរពី Borussia Dortmund ទៅកាន់ Real Madrid ក្នុងតម្លៃខ្លួនប្រហែល133លានយូរ៉ូបូកជាមួយនឹងកញ្ចប់ពិសេសហើយចុងក្រោយនោះគឺ Harry Kane ផ្ទេរពី Spurs ទៅកាន់ Bayern Munich ក្នុងតម្លៃខ្លួន120លានអឺរ៉ូជាមួយនឹងកញ្ចប់ពិសេសផ្សេងៗយកមកមើលរដូវកាលខាងមុខវិញ Manchester City បានបើកឆាកមុនគេទីយក Elliot Anderson ក្នុងតម្លៃខ្លួនយ៉ាងកប់សេរី135លានអឺរ៉ូប៉ុន្តែនេះគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះបន្ទាប់ពីនេះខ្ញុំនឹងលើកយកកីឡាករទាំង5នាក់ទៀតដែលអាចមានតម្លៃខ្លួនដល់ទៅ100លានអឺរ៉ូឡើងទៅកីឡាករទី1 Julian Alvarez ខ្សែប្រយុទ្ធជម្រើសជាតិអាសង់ទីនរូបនេះកំពុងតែលេងឲ្យក្លឹប Atletico Madrid កីឡាកររូបនេះបានដុតភ្លើងសង្គ្រាមដែលបានផ្ដល់បទសម្ភាសន៍យ៉ាងត្រង់គ្មានលាក់លៀមក្រោយការបញ្ចប់ការប្រកួតជាមួយក្រុមជម្រើសជាតិអូទ្រីថារូបគេចង់ចាក់ចេញពីក្រុមដើម្បីទៅបំពេញក្តីសម័យផុសខ្លួនឯងទោះបីជាបាននិយាយចំក្តីប៉ុន្តែគេអាចបកស្រាយបានយ៉ាងច្បាស់ហើយងាយថាក្លឹបដែលចង់បានរូបគេនោះពិតណាស់គឺ FC Barcelona ដែលចង់បានរូបគេទៅរួមក្រុមខាងភាគី Atletico Madrid មានការបំពេញចិត្តយ៉ាងខ្លាំងហើយចេញមកតបតថាបើចង់បានរូបគេគឺត្រូវតែបង់ផ្ដាច់កិច្ចសន្យាឬក៏ release clause ក្នុងតម្លៃខ្លួន500លានអឺរ៉ូប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយបើមានការផ្ទេរក្រុមពិតប្រាកដមែនតម្លៃខ្លួនរូបគេក៏មិនទាបជាង150លានយូរ៉ូដែរកីឡាករទី2 Enzo Fernandezខ្សែបម្រើជម្រើសជាតិអាសង់ទីនរបស់ Chelsea រូបនេះមានឱកាសខ្ពស់ក្នុងការចាក់ចេញពី Chelsea នៅរដូវកាលនេះមែនទែនគោលដៅបន្ទាប់របស់គេហាក់ដូចជារៀបចំរួចទុកជាស្រេចព្រោះរូបគេតែងតែនិយាយរំលឹកជាញឹកញាប់ទៅដល់ក្លឹប Real Madrid ខាងភាគី Real Madrid ផ្ទាល់ក៏ចង់បាន Enzo ទៅពង្រឹងតំបន់កណ្ដាលផងដែរម្យ៉ាងវិញទៀតកិច្ចសន្យារបស់គេនៅសល់រហូតដល់ទៅ6ឆ្នាំពេញដូច្នេះតម្លៃខ្លួនមិនថោកឡើយតាមរបាយការណ៍ព័ត៌មានបើសិនជា Chelsea ព្រមលក់គឺពួកគេចង់បានតម្លៃខ្លួនប្រហែល120លានផោនឬប្រហែល139លានអឺរ៉ូតែជាតម្លៃសមហេតុផលបើធៀបទៅនឹងតម្លៃដែល Chelsea បានទិញចូលនិងរយៈកិច្ចសន្យាដែលនៅសល់វែងកីឡាករទី3នោះគឺ Diomande ខ្សែបម្រើជម្រើសជាតិ Cote d'Ivoire របស់ RB Leipzig ធ្លាប់មានព័ត៌មានជាច្រើនថារូបគេនឹងមកចំនួនតំណែងរបស់ Mohamed Salah នៅឯ Liverpool រឿងរ៉ាវនេះបានអូសបន្លាយពេលយ៉ាងយូរដោយសារតែក្លឹបសម័យខ្លួន RB Leipzig ដាច់ខាតទាមទារតម្លៃខ្លួនមិនទាបជាង100លានអឺរ៉ូនោះទេទើបធ្វើឲ្យកិច្ចព្រមព្រៀងជាមួយ Liverpool មិនអាចសម្រេចបានចុងក្រោយកីឡាកររូបនេះបានសម្រេចចិត្តជ្រើសរើសយកក្លឹប Paris Saint-Germain ដែលបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់អស់ហើយនៅឡើយតែចរចារវាងក្លឹបនិងក្លឹបប៉ុណ្ណោះខាង Leipzig នៅតែប្រកាន់ចំហដាច់ខាតសុំ100លានអឺរ៉ូដាច់ដែលអាចជាការទិញផ្ដាច់ឬខ្ចីជើងសិនហើយបូកជាមួយលក្ខខណ្ឌបង្ខំទិញផ្ដាច់នៅពេលក្រោយក៏បានមុននឹងចូលដល់កីឡាករទី4ខ្ញុំសូមអរគុណដល់ sponsor យើងជាមុនសិនគឺអ្នកទាំងអស់គ្នានឹងឯងអរគុណសម្រាប់ការចុច like និង share ហើយបើសិនជាមានមតិយោបល់អ្វីសូម comment នៅខាងក្រោមវីដេអូក៏បានអរគុណកីឡាករទី4របស់យើងនោះគឺ Brady Barcola ខ្សែបម្រើជម្រើសជាតិបារាំងរបស់ PSG កីឡាកររូបនេះបានក្លាយជាគោលដៅរបស់ Liverpool ក្នុងការតាមប្រមាញ់មកជំនួសបន្ទាប់ពីខកខានទៅលើកីឡាករ Diomande ខាងលើតាមរបាយការណ៍ចុងក្រោយបង្អស់ពីអ្នកកាសែតល្បីឈ្មោះ David Ornstein នៃសារព័ត៌មាន The Atlantic បានដឹងថា PSG ចាត់ទុក Barcola គឺជាកីឡាករដែលមិនមែនសម្រាប់លក់ឬបើមានក្លឹបណាហ៊ានទិញហ្នឹងគឺត្រូវតែផ្ដល់តម្លៃ116លានផោនឬប្រហែល136.1លានអឺរ៉ូឡើងទៅដែលនេះគឺជាតម្លៃដ៏ថ្លៃហួសហេតុមែនទែនព្រោះរូបគេមិនមែនជាកីឡាករជម្រើសដំបូងឡើយនៅឯ PSG ដោយសារមានគូប្រជែងល្អៗដូចជា Kvaratskhelia និង Doué ជាជម្រើសដំបូងប៉ុន្តែដោយសារសក្តានុពលសមត្ថភាពនិងអាយុនៅក្មេងហើយអាចអភិវឌ្ឍទៅមុខបានវែងឆ្ងាយស្ដែង Barcola ទើបតែសុទ្ធបាន2គ្រាប់និងអាស៊ី1គ្រាប់នៅ FIFA World Cup ក្តៅរឹតតែធ្វើឲ្យ PSG ទៅតែប្រកាសមិនចង់លក់ដើម្បីដំឡើងតម្លៃខ្លួនកាន់តែថ្លៃកីឡាករទី5 Morgan Rogers កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសរបស់ Aston Villa កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបកំភ្លើងធំ Arsenal ក្លឹប Aston Villa បានបិទតម្លៃលក់កីឡាកររូបនេះក្នុងតម្លៃខ្លួនដល់ទៅ150លានយូរ៉ូការដាក់តម្លៃដ៏កប់ពពកនេះមានមូលហេតុចម្បងពីរទី1 Villa ជឿថា Rogers មានតម្លៃខ្ពស់និងមានសក្តានុពលគ្រប់គ្រាន់ក្នុងការបំផ្លាញកំណត់ត្រាកីឡាករអង់គ្លេសដែលថ្លៃជាងគេដែល Elliot Anderson តែបំបែកបានថ្មីនេះទី2ពួកគេបានទិញ Rogers ពីក្លឹប Middlesbrough ក្នុងតម្លៃត្រឹមតែ8លានផោនប៉ុណ្ណោះ
ប៉ុន្តែក្លឹបចាស់បានដាក់លក្ខខណ្ឌទាមទារភាគលាភដល់ទៅ 20% នៃការលក់ចេញលើក្រោយឬក៏ sell on clause ដូច្នេះ Villa ត្រូវតែបង្ខំចិត្តដាក់តម្លៃឲ្យខ្ពស់បំផុតដើម្បីទូទាត់ការកាត់ភាគរយទៅឲ្យក្លឹបចាស់ប្រិយមិត្តយល់យ៉ាងណាដែរហើយចង់ឃើញកីឡាកររូបណាផ្លាស់ទៅក្លឹបសំណប់ចិត្តរបស់អ្នកអាចខមមិនខាងក្រោមបាន MT Breakdown សូមជម្រាបលា